ឥឡូវយើងស្រាប់ពធទេសនាតើយកចិត្តទុកដាក់យកបានស្រាប់បានព្រោះមកចិត្តតែគិតថាពេលវេលាជីវិតរបស់យើងអត់វែងទេ60 70ឆ្នាំនេះថ្មិចបើកមកប្រព្រឹត្តភ្នែកសក់ស្កៅអស់ថ្មិចបើកភ្នែកស្វាំងថ្មិចបើកកម្លាំងថើយណាស្បែកជ្រួញធ្វើអីលែងកើតប្រើប្រាស់រូបរាងកាយនេះលែងកើតណាប្រកាន់មមចំពោះរូបរាងកាយនេះលែងកើតណាគ្មានអ្វីជាទីពឹងគ្មានអ្វីជាសារណៈដ៏ប្រសើរសម្រាប់លោកកតរៈខាងមុខណាមានតែបុណ្យកុសលមួយគត់លោកីយៈនេះយើងអាចពឹងនៅពេលដែលអសាសៈបសាសៈខណ្ឌ5នឹងវាអត់តន់រត់ចោលរូបយើងអាចនៅពឹងកូនពឹងចៅពឹងប្តីពឹងទ្រព្យសម្បត្តិដោយបងប្រុសបងស្រីអញ្ចឹងណាអ្នកលោកមាសលោកពេជ្រអញ្ចឹងយើងពឹងមាសពឹងពេជ្រហ្នឹងណាដល់ពេលយើងចាស់បន្តិចទៀតទៅយើងពឹងកូនពឹងចៅដល់ផុតពីអាចារ្យហ្នឹងទៅប្រៀបឧបមាហាក់បីដូចជាព្រះអាទិត្យដែលវាលិចផុតទៅហើយអស់រស្មីទៅហើយចប់ហើយពេលហ្នឹងគ្មានពឹងអ្នកណាបានទៀតទេភរិយាទៅដោយភរិយាស្វាមីទៅដោយស្វាមីកូនទៅដោយកូនទ្រព្យនៅដោយទ្រព្យដាច់ដលែកពីគ្នាអ្វីដែលទៅតាមយើងបានគឺមានតែពីរប៉ុណ្ណោះជាមិត្តសម្លាញ់បុណ្យមួយបាបមួយព្រះលោកសម្ដែងថាបញ្ញមិត្តតាំងណាប៉ុន្តែមានតែមួយទៀតប៉ាប៉ាំងមិត្តតាំងក្បែរនឹងដែរពីរអ្នកនឹងជាមិត្តបើយើងធ្វើមួយណាមួយនឹងទៅតាមហើយបើធ្វើទាំងពីរទៅទាំងពីរអ្នកនឹងទៅតាមយើងអញ្ចឹងបានមកចិត្តគិតថាពេលវេលាជីវិតរបស់យើងមិនវែងទេដែលយើងគួរកប់បីភ្ញាក់រលឹកមានសតិសម្បជញ្ញៈហិរិអោតបៈនឹងចងកាយវាចាចិត្តរបស់យើងនេះសង្រួមរវាងប្រយ័ត្នណាតាមផ្លូវភ្នែកតិចចំនដាកាយចិត្តហ្នឹងកុំឲ្យអកុសលវាចម្រើនណាធ្វើយ៉ាងណាឲ្យកុសលវាចម្រើនគ្រប់ខណៈចិត្តព្រោះមានតែបុណ្យកុសលនឹងហើយជាទីពឹងជាសារណៈដ៏ប្រសើររបស់យើងទៅមុខទៀតណាលោកកតរៈមានតែបុណ្យកុសលនឹងទេទានសិលភាវនានឹងត្រូវចម្រើនគ្រប់គ្នាឥឡូវយើងនិយាយរឿងសំណួរយើងនេះពុនចាស់ឲ្យបញ្ជាក់តមូលហេតុអីបាទយាយចូលចិត្តធ្វើបន់បច្ច័យ4ស្រឡាញ់បន់បច្ច័យ4ក៏ពេលខ្លះកូនគេវល់ការងាររឿងរាជការរឿងរស៊ីអីផងនៅវាអត់មានពេលវេលាធ្វើឲ្យយើងជាម្ដាយជាឪពុកជាប៉ាជាម៉ាក់ជាដូនជាតានេះយើងមានធនធានទ្រទានទ្រព្យសម្បត្តិមានពេលវេលាសហការជាមួយអាចារ្យជាមួយប្រសងធ្វើខ្លួនឯងហ្មងណាអញ្ចឹងសួរតហេតុអីបើស្រឡាញ់បុណ្យបច្ច័យ4និយាយមួយម៉ាត់ដោយខ្លីថាមកពីយើងរស់នៅរាល់ថ្ងៃក៏យើងរស់ដោយសារបច្ច័យ4ដែលយើងអាចញ៉ាំងជីវតិន្ទ្រីរបស់យើងឲ្យប្រព្រឹត្តទៅបានសេចក្តីសុខដោយសារយើងរស់ដោយសារបច្ច័យ4បើខ្វះនៅបច្ច័យណាមួយក៏យើងអត់បានសេចក្តីសុខម្ល៉េះហើយយើងស្រឡាញ់បុណ្យកុសលក៏យើងត្រូវបំពេញនៅបច្ច័យ4នោះឲ្យគ្រប់ដូចគ្នាមកពីយើងរស់ដោយបច្ច័យ4ព្រោះព្រះលោកសម្ដែងថាបច្ច័យយៈហ្នឹងជាគ្រឿងអាស្រ័យរបស់សត្វដែលយើងខ្វះអត់បានរស់នៅយើងអត់អាចខ្វះនៅបច្ច័យនឹងបានចតុ4ជ័យវរៈបណ្ឌបាតសេនាសនៈគិលានភេសជ្ជៈបច្ច័យដែលញាតិញោមស្ដាប់រៀងរាល់ថ្ងៃវាទៅជារឿងសាមញ្ញហើយណាមិនបាច់បច្ច័យអីច្រើនក៏ញោមយល់ដែរណាហ្នឹងដូចយើងដាំពូជទុកចឹងណាយើងដឹងថាយើងឥឡូវហ្នឹងពងហូបផ្លែដូងនៅលើដើមហ្នឹងយើងដឹងថាដូងហ្នឹងយើងហូបដោយសារដើមដូងពូជដូងដែលយើងដាំ10ឆ្នាំមុនឥឡូវយើងហូបផ្លែដូងហ្នឹងក៏ណាងើយទៅលើវាអត់មានដូងទេមិនជាងទេបើមកចេះងើយទៅក៏ណាទីហោយើងដឹងថាលើដើមដូងហ្នឹងយើងហូបផ្លែដូងហ្នឹងពីព្រោះយើងបានដាក់ពូជដូងពី10ឆ្នាំមុនមកបានយើងបានផ្លែដូងហូបឥឡូវហ្នឹងអញ្ចឹងយើងដឹងថាយើងហូបណាផ្លែដូងហ្នឹងអាស្រ័យដោយសារពូជដូងដែលយើងដាក់ពី10ឆ្នាំមុនមកចឹងដឹងថាពូជដូងនេះមើលទៅបែបវារស់មិនយូរទេប្រហែលជា20ឆ្នាំអីទៀតវាលែងផ្លែហើយវាចាក់មែនតើវាឡើងតែកម្ពស់ទៅវាលែងផ្លែចឹងអញធ្វើម៉េចយកអាផ្លែដូងទុំហ្នឹងទៅបដោះទុកឲ្យហើយមួយទៀតព្រោះយើងដឹងថាយើងរស់ដោយសារផ្លែដូងរស់ដោយសារស្រូវចឹងមើលទៅស្រូវយើងចិត្តអស់ចម្រុកហើយយើងខំប្រឹងធ្វើម៉េចយកអាពូជចាស់ហ្នឹងយកទៅបដោះដើម្បីឲ្យបានខែក្រោយឬឆ្នាំក្រោយពេលដែលអស់អាចាស់នេះទៅមានតែថ្មីសម្រាប់ប្រើទៀតមកនិយាយចឹងយល់ទេយ៉ាងណាយើងរស់ដោយសារបច្ច័យ4យើងសុខរាល់ថ្ងៃនេះដោយសារបច្ច័យ4ដែលយើងចូលចិត្តស្រឡាញ់ធ្វើបុណ្យបច្ច័យ4ព្រោះយើងຕົកជាពូជសម្រាប់ទៅមុខទៀតហ្នឹងយើងប្រើនៅបច្ច័យ4ហ្នឹងទៀតកុំឲ្យវាអស់តើនិយាយហ្នឹងហើយដូចព្រះអាទិត្យចឹងដំណើរជីវិតរបស់យើងនេះព្រះអាទិត្យវារះមកហើយណាដូចជីវិតយើងកើតមកហើយដូចព្រះអាទិត្យទៅរះម៉ោង7ព្រឹកណាអ្នកទើបកើតមកដូចម៉ោងព្រះអាទិត្យទៅរះម៉ោង7ព្រឹកដល់អាយុ40 50ឆ្នាំប្រៀបឧបមាហាក់បីដូចជាព្រះអាទិត្យរះម៉ោង2ដល់10ថ្ងៃត្រង់ដល់អាយុ70 80ដូចព្រះអាទិត្យម៉ោង5ល្ងាចរៀបនឹងលិចឥឡូវយាយមកអាត្មានឹងរៀបលិចហើយតើនេះយាយនៅប៉ំទេបើនិយាយពីតំណែងវិញគេតថ្លៃចិត្តត្រូវឲ្យដីហ្នឹងហើយគាត់ថាអ្នកខ្លះវាមិនងាយដោយសារលុកថ្លៃអញ្ចឹងឧទាហរណ៍ហ្នឹងហើយគេតមួយទៅមើលដូចថ្លៃពេកគេតវិញសិនទៅប៉ិនទោះថ្លៃយ៉ាងណាក៏ដោយគង់តែមានឈ្មួញក្រោយវាមានលុយដល់វាយកបាត់មែនទេណាហ្នឹងតែគេត្រូវកាយគេយកហើយជីវិតរបស់យើងនេះដូចគ្នាណាកងតែនឹងផុតអលត់ណាក្រាន់តែវែងនឹងខ្លីយូរនឹងឆាប់មុននឹងក្រោយប៉ុណ្ណោះចឹងសួរតែតើយើងទីពឹងអីណាមានតែគុណតម្លៃនៃសេចក្តីល្អបងវ៉ែមករឿងសំណួរយើងនេះវិញយើងចូលចិត្តបច្ច័យ4មកពីយើងដឹងថាយើងរស់នៅរាល់ថ្ងៃយើងទីពឹងអាស្រ័យដោយសារបច្ច័យ4ដូច្នេះយើងត្រូវធ្វើបុណ្យសន្សំកុសលទុកជាពូជ
ណាបដកទុកឲ្យហើយពួកព្រះលោកសំដែងតែយាទីសង្ឃវបតេបជាងយើងសាប្រុកបណ្ដោះដល់ក្របពូជណាតាទីសង្ឃលបតេបលាំងរមែងទទួលបានផលផ្លែផ្កាយយ៉ាងនោះអញ្ចឹងយើងរស់នៅសុខស្រួលដោយសារបច្ច័យ4យើងក៏ត្រូវធ្វើបន់សន្សំកសលទុកជាពូជទុកជាទុនសម្រាប់ទៅមុខទៀតយើងមានបច្ច័យ4នឹងប្រើប្រាស់ដោយសម័យថ្ងៃបច្ចុប្បន្ននេះណាអង្គម្ចាស់ខ្លីប៉ុណ្ណឹងសូមនិមន្តជ្រាបគុណាសាធុជ្រាបហើយនិយាយពីរឿងលូកដីហ្នឹងញោមម្នាក់គាត់ថាលោកម្ចាស់ហើយជួយឲ្យខ្ញុំកណាលូកដីឲ្យដាច់ផងព្រោះអាត្មាញោមឯងលូកមិនដាច់ទេចុះហេតុអីបានមិនដាច់កាត់ថ្លៃ 100000 ដល់ពេលគេមកតឡើង50000ទៀតបើឲ្យមិនដាច់ទៅញោមកាត់តម្លៃទៀបមកល្មមដល់ពេលគេមកតខ្លាចដីហ្នឹងលក់ទៅវាបានថ្លៃអញ្ចឹងគាត់ឡើង50000ទៀតអញ្ចឹងការបានដាច់ទៅហើយដល់ពេលគេឲ្យកន្លែងកពុះបន្តិចទៅគាត់ឡើងមកក្រើទៀតអញ្ចឹងទៅណាញោមណាគាត់ជានឹកម៉ៃឃើញថាទៅមុខទៀតវាចេះតែថ្លៃទៅអញ្ចឹងថាអាត្មាថាបើញោមជាតែឡើងរហូតអញ្ចឹងដីញោមមិនលក់ដាច់ទៅញោមណាបើអញ្ចឹងចូលមកដល់បនបច្ច័យ4វិញម្ដងដោយប្រគុណម្ចាស់អនុថែលើកឡើងឲ្យត្រូវណាស់ញាតិញោមជាពុទ្ធបរិស័ទញាតិញោមចង់คลายជាអ្នកមានគ្រប់ជាតិទេឬក៏ចង់មានមួយជាតិខ្លះជាតិខ្លះក្រជាតិខ្លះមានឬក៏ចង់មានគ្រប់ជាតិបើចង់ដូចលោកតាអនាថបណ្ឌិតកសេដ្ឋីនិងលោកយាយវិសាខាមានគ្រប់ជាតិអត់ដែរចេះក្រទេញោមចុះហេតុអីបានតែមានគ្រប់ជាតិអញ្ចឹងមើលប្រវត្តិរបស់លោកយាយវិសាខាកើតនៅក្នុងតកូលពរាជាក្តីកើតនៅក្នុងតកូលកហបតីសេដ្ឋីក្តីជាតិខ្លះកើតទៅជាស្ត្រីមានបងប្អូន7នាក់នៅក្នុងតកូលពរាជាណាបងប្អូន7នាក់នាងខ្លះគេអត់ខ្វល់រឿងធ្វើទៀនទេប៉ុន្តែដល់លោកយាយវិសាខាសូម្បីតកូលឯងជាស្ដេចក៏លោកក៏នៅតែធ្វើទៀនដែរពេញចិត្តនិយមណាគឺថាពេញបតីពេញចិត្តនឹងធ្វើទៀនគ្រប់ជាតិលោកយាយវិសាខាណាញោមណាជាតិខ្លះកើតនៅក្នុងតកូលពរាជាក៏នាងនៅតែពេញចិត្តធ្វើទៀនកើតនៅក្នុងតកូលកហបតីសេដ្ឋីអ្នកមានក៏លោកយាយវិសាខាពេញចិត្តធ្វើទៀនរួចដល់អញ្ចឹងទៅហេតុបច្ច័យតាក់តែងឲ្យលោកយាយនឹងឯងคลายទៅជាអ្នកមានគ្រប់ជាតិជាចុងក្រោយនឹងកើតទៅក្នុងតកូលធនិញ្ជ័យសេដ្ឋីណាញាតិញោមអញ្ចឹងលោកយាយនឹងមានជាតិជាចុងក្រោយនឹងជាសេដ្ឋីហើយជាអ្នកឧបត្ថម្ភដល់ព្រះសម្មាសម្ពុទ្ធបរមគ្រូជាម្ចាស់យើងនៃទៀតនេះទៀតអាហ្នឹងដោយសារអីដោយសារលោកយាយនឹងពីអតីតជាតិគាត់មានហើយគាត់អត់ភ្លេចពូជរបស់គាត់ពូជរបស់គាត់ពូជអីគេពូជបច្ច័យ4នឹងឯងណែពូជធ្វើបុណ្យបច្ច័យ4ដោយប្រគុណម្ចាស់ថាណែដូងញាតិញោមចង់បានផ្លែដូងហូបហើយហូបទៀតហូបរាល់តែថ្ងៃអញ្ចឹងបើមានដើមដូងហើយត្រូវតែបដោះពូជដូងនឹងតទៅទៀតពីព្រោះដូងនឹងវាមិនអាចរស់នៅបានយូរទេខំណាស់4-10 ឆ្នាំអញ្ចឹងវាងាប់ដើមដូងនឹងហើយយើងមានដូងក្រោយហូបទៀតព្រោះអីព្រោះយើងយកផ្លែដូងនឹងមកដាំបន្តបន្ទាប់ជាប់គ្នារួចយ៉ាងណាមិញបើញាតិញោមជាពុទ្ធបរិស័ទចង់คลายជាអ្នកមានគ្រប់ជាតិបើមានជាតិនឹងហើយជាតិនឹងអត់បានធ្វើបន់ទុកសម្រាប់ជាស្ពូជជាស្បៀងទៅមុខទេមានតែជាតិនឹងទេឬក៏មានត្រឹមតែ7ជាតិទេលែងមានហើយផុតពីនឹងទៅនោះលោកអបតកសេដ្ឋីគាត់ធ្វើទៀនម្ដងញាតិញោមបន់តាក់តែងឲ្យគាត់មាន7ជាតិជាសេដ្ឋីប៉ុន្តែនៅពេលដែលគាត់คลายជាលោកសេដ្ឋីណាតាំងពីជាតិទី1ទី2រហូតដល់ទី7គាត់មិនខ្វល់រឿងធ្វើទៀនគាត់អត់ខ្វល់ធ្វើទៀនហើយមិនត្រឹមតែមិនធ្វើទៀនហើយសូម្បីតែបរិភោគខ្លួនគាត់ហ្នឹងក៏មិនចង់បរិភោគទៀតបើប្រើប្រាស់របស់របរតែរបស់ណាចាស់ញាតិញោមណាបើនិយាយពីឆាត់ទទួលកុំឲ្យទៅទឹកភ្លៀងត្រូវកម្ដៅថ្ងៃឆាត់ណាថ្មីគាត់អត់ចេះប្រើទេគាត់ស្ដាយគាត់យកឲ្យឆាត់ណាចាស់តំណប់ជើងអីអញ្ចឹងបើណាថ្មីល្អគាត់មិនសូវចេះប្រើទេរទេសសលៃអីគាត់ប្រើតែអាណាកាចាស់ឃើញទេមានទ្រព្យសម្បត្តិមកកណើញាតិញោមប៉ុន្តែអត់ចូលចិត្តប្រើរបស់ល្អទេបើមិននិយាយដល់ការធ្វើទៀនទេបើនិយាយពីរឿងការធ្វើទៀនគាត់អត់ចូលចិត្តធ្វើនោះទៅទៀតណែលោកតាណាលោកអបតកសេដ្ឋីណាញាតិញោមរួចក្រោយអំពីស្លាប់ទៅញាតិញោមសួរថាគាត់យករបស់នឹងទៅទេយកទៅអត់រួចទេមានទ្រព្យសម្បត្តិហើយអត់មានកូនទៀតបើមានកូនទៅគ្រាន់ទុកឲ្យកូនហើយអត់មានកូនស្លាប់ទៅ
បរិជាបបាទប្រសេនតិកោសលញាតញោមឲ្យទៅដឹកទ្រព្យសម្បត្តិគាត់ចេញពីឃ្លាំងមកយកមកកើទុកឡើងមកកណើឃើញទេដល់អញ្ចឹងបានទៅជួបពុទ្ធទៅបានព្រះអង្គរៀបរាប់ប្រាប់បបាទប្រសេនតិកោសលដែលបរិជានឹងឆ្ងល់ថាលោកសេដ្ឋីនឹងមានទ្រព្យសម្បត្តិហើយកំណាញ់ហើយអត់ធ្វើទានទៀតព្រះអង្គបានពុទ្ធថាបបិទ្ធមហារាជលោកសេដ្ឋីនឹងមិនមែនកំណាញ់ជាតិនឹងទេនោះកំណាញ់ជាតិមុនគាត់ក៏កើតជាសេដ្ឋីហើយគាត់កំណាញ់អញ្ចឹងដែរព្រះអង្គព្យាករថាកំណាញ់គ្រប់ជាតិ7ជាតិមកហើយប៉ុន្តែឥឡូវគាត់អស់បុណ្យហើយជាតិនឹងជាតិទី7ហើយស្លាប់ទៅសពថ្ងៃនៅក្នុងនរកណាញាតិញោមឃើញទេអស់ពូជបុណ្យទៅមានអីមានបានមកកើតជាសេដ្ឋីទៀតឯណានៅក្នុងឋាននរកឯណោះអញ្ចឹងបើញាតិញោមពុទ្ធបរិស័ទអីឧត្តមលោកជំទាវណាសពថ្ងៃនេះបច្ចុប្បន្នជាតិនេះគឺថាមានភ័ព្វសំណាងធំធេងណាស់ដែលបានកើតមកហើយជាមនុស្សរួចកើតជាមនុស្សហើយមានទ្រព្យសម្បត្តិទៀតរួចដល់មានទ្រព្យសម្បត្តិហើយមានសទ្ធាមានសមាទិដ្ឋិបានស្ដាប់ពធបានកើតទាន់ព្រះពុទ្ធសាសនាអញ្ចឹងយល់ដឹងអំពីជីវិតពិតតាំងពីអតីតជាតិបច្ចុប្បន្នជាតិនិងអនាគតជាតិតទៅមុខទៀតអញ្ចឹងអ្វីដែលមានខ្លឹមសារពិតប្រាកដសម្រាប់ជីវិតរបស់យើងនេះគឺសេចក្តីល្អណាធ្វើសេចក្តីល្អគ្រប់ជាតិណែមានការរក្សាសិលមានការធ្វើទានមានការចម្រើនមេត្តាភាវនាធ្វើឲ្យជាតិបច្ចុប្បន្នហ្នឹងញាតិញោមរស់នៅប្រកបទៅដោយសុខបដិមរមនាមានទាំងទ្រព្យសម្បត្តិផងមានទាំងញាតិសម្បត្តិផងមានទាំងបញ្ញាសម្បត្តិផងឃើញទេហើយបានធ្វើសេចក្តីល្អតទៅមុខទៀតដោយថ្ងៃនេះកូនចៅប្រុសស្រីបានធ្វើបុណ្យបច្ច័យ4អាហ្នឹងជាពូជអ្នកមានគ្រប់ជាតិដូចជាលោកយាយពិសាខានិងលោកតាអនាថបណ្ឌិតជាដើមសូមអនុមោទនាបកណាប្រគុណម្ចាស់សូមមេត្តាជួយបកស្រាយមើលតើថាជីវិតរបស់យើងនឹងអាចដែរទេដែលថាធ្វើបុណ្យចម្រើនបច្ចុប្បន្នឲ្យបច្ចុប្បន្នដែលមានអាយុរស់នៅឲ្យបានយឺនយូរវែងឆ្ងាយនឹងតើបុណ្យកុសលទាំងអស់នឹងអាចអបស្ទើបនៅអាយុជីវិតសង្ខារសត្វលោកយើងនឹងឲ្យរស់នៅឲ្យបានយូរមែនដែរឬក៏អត់សូមបកស្រាយកណាសូមអនុមោទនាញោមហ្នឹងហើយនេះមើលមកនេះបងតាំងតិចទៀតចប់កុំងាកស្វែងស្ដាំមកមិនឆ្លើយវែងដោយសារខ្សែអាត់បច្ច័យ4ហើយចម្រើនបញ្ជនក្នុងប្រទេស20ឆ្នាំជាងហើយចឹងខ្សែអាត់នឹងវាមានច្រើនពាក់ព័ន្ធនឹងបច្ច័យ4ចម្រើនបញ្ជនដល់ចឹងទៅអត់ចង់បកស្រាយវែងទុកធរៈនឹងប្រកេនប្រគុណចាស់ព្រះមហាថៃបងលោកបកស្រាយចោះពុបានណាពាក្យសម្ដីព្រះអង្គទៅប្លែកពីអាត្មាវិញមកយកទៅចាក់បោះអាត្មាវាប្លែកហើយដល់ខ្លួនឯងវាទេយូរហើយចាក់ដែរណាចឹងអត់ចង់ទេច្រើនឥឡូវយើងនិយាយរឿងបច្ច័យ4យើងនេះណាញាតិញោមច្រើនតែសួរដូចគុណចាស់ព្រះមហាថៃបងចឹងសួរថាយើងធ្វើបន់បច្ច័យ4ចម្រើនបច្ចុប្បន្នដែលគេនិយមស្រោចទឹកជូនម្ដាយជូនឪពុកមានកន្លែងខ្លះមានតាំងពីទាញចង្រែកផងនោះទំនៀមខ្មែរយើងពីបុរាណមកធ្វើកម្មវិធីនឹងច្រើនណាមានតាំងពីទាញចង្រែកតចង្រែកណាមានតាំងពីផ្គុំធាតមានតាំងពីឆាកស្អីគ្រប់សពបែបយ៉ាងពូនភ្នំសាច់ប្រាច់កម្មអីបកុលកាយថ្វាយខ្លួនអីកម្មវិធីនឹងគេធ្វើតាំងពីព្រឹករហូតទល់គ្នាកណ្ដាលយប់បានចប់ណាស្រុកអាត្មាផងធ្វើកម្មវិធីចម្រើនបញ្ជនមួយតាំងពីព្រឹករហូតទល់គ្នាម៉ោង10យប់បានយើងចាប់ដើមបានទេសនាទេសនាម៉ោងប្រហែលជាមកដល់10កន្លះ2ដល់10អីបានចប់ណាឥឡូវនេះយើងអត់ទេណាយើងកាត់អស់ហើយឥឡូវកម្មវិធីកាត់អស់ហើយសំបីអាការអីពីមុនក្នុងសភៅទំនៀមខ្មែរការមួយអាទិត្យនោះដល់ក្រោយមកសម័យលង្វែកនេះការ3យប់3ថ្ងៃដល់ឥឡូវយើងផុតពីសម័យលង្វែកមកសម័យ2017នេះការតែមកព្រឹកទេមែនទេយាយញោមកាត់អស់តិចទៀតលែងការមកព្រឹកសង្ស័យតែផ្កាមកតងអីរួចណាវាលឿនណាចេះតែកាត់ទៅមុខហើយហ្នឹងឥឡូវយើងនិយាយរឿងយើងចម្រើនបច្ចុប្បន្ននេះប្រគុណម្ចាស់សួរថាតើយើងស្រោចទឹកធ្វើបន់ចម្រើនបច្ចុប្បន្នហ្នឹងហើយវាបន់កុសលហ្នឹងវាអាចអបស្ទប់ឲ្យយើងបានអាយុហ្នឹងវែងដែរទេថាវាអាចណាអាចខ្លះមិនអាចខ្លះមកមុននឹងថាអាចឬមិនអាចហ្នឹងយោមស្ដាប់ពីហេតុដែលនាំឲ្យអាចឬហេតុដែលនាំឲ្យមិនអាចនឹងវាមិនឧបមាប្រៀបហាក់បីដូចញោមមានថ្នាំពេទ្យពីដុកទ័រឲ្យមកកញ្ចប់ណាធម្មតាងាយញោមយកចិត្តទុកដាក់ទៅស្ដាប់យល់ទីហោដុកទ័រឲ្យថ្នាំយើងមកកញ្ចប់យើងកំពុងតែមានជំងឺក្នុងខ្លួនដឹងឈឺអីទេក៏មកអត់ដឹងតែនិយាយឈឺអីទេទីហោកំពុងឈឺកាពះឬឈឺបេះដូងឬថ្លើមឬប្រមាត់ឬទាយទឹកចឹងចុះណាដល់យើងដឹងអញ្ចឹងយើងទៅឲ្យគ្រូពេទ្យសំមកគ្រូពេទ្យដឹងមុខជំងឺហើយគេផ្សំថ្នាំមកយើងអត់ក៏ ប
ប៉ុន្តែបានឆ្នាំមកកញ្ចប់នឹងមកសួរថាតើសំណួរសួរថាបានឆ្នាំនឹងយកមកហូបតាមដុកទ័រហើយបើយើងហូបតាមដុកទ័រហើយណាតាមវិជ្ជាបញ្ជាហើយវាប្រកាសតែជាជំងឺនឹងដែរអត់ក៏សួរដុកទ័រនឹងវិញមកលោកគ្រូពេទ្យបលេតទៅដឹងអាជា 100% ដែរអត់ណាដុកទ័រអត់អាចឆ្លើយបានទេថាអាស្រ័យលើអង្គតិកអាស្រ័យលើសុខភាពរបស់អ្នកថែទាំបានកម្រិតប៉ុណ្ណាហើយជំងឺរបស់អ្នកនឹងកំពុងតែស្ថិតក្នុងសភាពបែបណាបើវាធ្ងន់មែនតើឆ្នាំមកពីប្រអិនក៏ជួយអត់បានដែរតោះនិយាយណាវាដល់ពេលដល់វេលាហើយទុំចូលវាទៅជ្រុះឲ្យដុកទ័រប៉ាកែអាម៉េចក៏ជួយអត់បានដែរឆ្នាំល្អយ៉ាងម៉េចក៏ជួយអត់បានយ៉ាងណាមិញយើងធ្វើបន់ចម្រើនបច្ចុប្បន្នឥឡូវនេះយើងស្រោចទឹកយកស្ដាច់សង់មកទាំងអស់ឬក៏លោកមកពីប្រអិនមកអាចារ្យយកពីឋានសួគ៌មកយកមកស្រោចក៏ស្រោចយ៉ាងណាក៏ដោយតែបើកម្មជាអកុសលនឹងវាត្រូវដល់ពេលដល់វេលាឧបមាដូចជំងឺរបស់យើងវាទុំហើយយកថ្នាំពីណាមកក៏ដាក់អត់ជាដែរតើនិយាយញោមណាហីតន់ក៏មាត់មិនតន់ក៏មាត់អេវ៉ាំងឥឡូវយ៉ាងណាមិញអាយុយើងវាត្រូវអស់ហើយយើងស្រោចទឹកប្រមាណវត្តក៏វាអត់អាចជួយយាយអាយុវែងបានដែរគេហៅថាអាយុកយេនមរណៈអាយុនឹងវាអស់ហើយដល់ពេលដល់វេលាវាត្រូវទៅហើយស្រោចយ៉ាងម៉េចអត់ឡើងណាបញ្ញកយេនមរណៈអាប៉ុនដែលយើងធ្វើពីមុនមកបានត្រឹមតែមួយតៅឥឡូវយើងប្រើមួយតៅនឹងអស់ទៅហើយណាมันអាចជួយអីបានទៀតទេវាអស់ត្រឹមនឹងទៅហើយណាកម្មកយេនមរណៈកម្មនឹងវាត្រូវដល់ពេលដល់វេលាមកកាត់ផ្ដាច់ហើយអាយុនឹងក៏มันអាចមានអ្នកណាជួយបានដែរអានឹងអញ្ចឹងណាมันវាត្រូវដល់ពេលដល់វេលាណាប៉ិនសួរថាអាចទេថាអាចខ្លះមិនអាចខ្លះដូចអាបជាមិនអញ្ចឹងដូចជំងឺហ្នឹងវានៅឈឺល្មមដាក់ទៅវាជាតើនេះយាយប៉ិនបើធ្ងន់មែនតើដាក់ឲ្យវាអត់ជាទេណាយ៉ាងណាមិញអាយុយើងវាត្រូវអស់ហើយទុកបីយើងធ្វើយ៉ាងម៉េចណាក៏វាត្រូវអស់វាអស់ហើយណាអញ្ចឹងបានញាតិញោមខ្លះខឹងនឹងលោកអញឮសូរលោកតានឹងប៉កែខំប្រឹងជិះឡានពីពេញទៅដល់សៀមរាបទៅដល់បាត់ដំបងឮទៅប៉កែបងណានាំម្ដាយជិះឡានទៅឈឺផងអីផងកាត់ទឹកកាត់ដីទៅដល់នោះស្រោចទឹកបានមួយថ្ងៃស្អែកឡើងមកដល់ផ្ទះវិញដាច់ចោលបាត់បងហើយទៅខឹងលោកអីនោះវាមិនមែនមកពីលោកអីមកពីជំងឺយើងមកក្នុងខ្លួនបើលោកប៉កែស្រោចឲ្យគេជាគ្រប់តែគ្នាអញ្ចឹងលោកមិនមែនចូលពេទ្យទេមែនទេយាយហ្នឹងហើយក៏អ្នកខ្លះយល់វាមិនត្រូវណានឹងកូនឈឺអីទៅលួចស្បង់ជាពលោកមកកាត់កៅអៅឲ្យកូនពាក់គេហៅកូនអរះខ្មែរយើងពីមុនតែឈឺច្រើនទៅលួចស្បង់លោកយកមកកាត់ឲ្យកូនពាក់ឲ្យជាជំងឺមកទៅលួចចំជាពក្មេងៗដល់អាត្មាអីទៅមួយសានជាង2អង្គនេះអីមួយថ្ងៃអីគុកម្ដងប៉ះលោកតាអាយុ90អីមួយខែមិនទាន់គុកម្ដងងាប់កូនយើងឆ្លក់ណាតាចពនឹងទៀតណាវាមិនមែនប៉កែនៅនឹងចពនេះទេវាប៉កែនៅយើងខ្លួនយើងណាវាថែសុខភាពបានល្អយកចិត្តទុកដាក់កូននឹងបានល្អយ៉ាងណាមិញបុណ្យកុសលក៏វានៅចម្រើននឹងខ្លួនយើងមិនមែនប៉កែនៅនឹងយោមអាចារ្យមិនមែនប៉កែនៅនឹងលោកឲ្យទេរឿងបុណ្យរឿងកុសលរឿងសេចក្តីសុខរឿងសេចក្តីចម្រើននឹងប៉ុន្តែយើងក៏មិនដែលយកពេលវេលាទៅស្រាប់ធម៌ម្លោះហើយយើងយល់ខុសដើរខុសហើយតែយល់ខុសដើរខុសធ្វើខុសលទ្ធផលចេញមកក៏វាអត់ចម្រើនខាតតែពេលវេលាខាតតែប្រយោជន៍ខាតតែធនធានទ្រព្យសម្បត្តិណាហ្នឹងចឹងតែយើងអត់យល់ពីរបៀបធ្វើបុណ្យខាតបុណ្យអត់យល់ពីរបៀបក្នុងការរកស៊ីតរកស៊ីខាតនៃការរកស៊ីហ្នឹងតើនេះបងប្រុសណាហ្នឹងតែយើងអត់យល់រឿងអីហើយយើងទៅធ្វើអាហ្នឹងខាតមិនបានថាធ្វើបុណ្យហើយអត់យល់ពីបុណ្យខាតឧទាហរណ៍ថាយាយខ្លះគាត់ចង់បានបុណ្យគាត់ជិះយន្តហោះទៅឥណ្ឌាទៅសេរីលង្កាទៅរកបុណ្យឬក៏ជិះឡានពីពេញទៅបាត់ដំបងទៅសៀមរាបទៅបៃលិនទៅរកបុណ្យហ្នឹងអត់ចាំបាច់ជិះឡានទៅរកឯណាជួនកាលជិះពីពេញតាំងពីព្រលឹមចិត្តភ្លឺនាំគ្នាទៅចិត្តភ្លឺម៉ោង4ទៅដល់បៃលិនម៉ោង4ល្ងាចម៉ោង4ចិត្តភ្លឺចេញពីពេញទៅដល់នោះម៉ោង4ល្ងាចឬ3ល្ងាចទីហោណាណាដល់ទៅដល់នោះម៉ោង2រសៀល3រសៀលទៅដល់នោះឯងវាហេវបាយតាំងពីព្រលឹមទៅថ្មហ្នឹងទៅដល់ចាស់បុណ្យគេលោកក៏អត់មានទទួលបបោទទួលអីហេវបាយគេគ្រូណាមុខកញ្ញៅខឹងនឹងចាស់បុណ្យអត់ទទួលបាយទទួលទឹកបាបកើតទៅវិញមិនមែនបុណ្យកើតតើនេះយាយអ្នកខ្លះជិះឡានជិះយន្តហោះពីស្ពីពេញនេះទៅឥណ្ឌាទៅសេរីលង្កាទៅថ្វាយគុំព្រះឲ្យចេញញោមខាចំណាយពេលវេលាកន្លះខែមួយខែទៅឥណ្ឌាទៅសេរីលង្កាទៅអីគាត់ថាចង់ទៅថ្វាយគុំព្រះឆ្លើយមកនោះវាខុសមកបាត់ហើយញោមណាចង់ថ្វាយគុំព្រះវាមិនខុសទេតែអ្វីដែលខុសត្រង់ថាយើងជិះទៅថ្វាយគុំព្រះអ្នកខ្លះព្រះនៅលើហឹងលើក្បាលអត់ដែរថ្វាយគុំព្រាកប្រៃពុនឆ្លុះគ្នាមកព្រះហ្នឹងក៏មានណាហើយជិះយន្តហោះទៅរកព្រះអីបើព្រះនៅលើហឹងលើក្បាលអត់ដែរថ្វាយគុំផងមែនទេយាយញោមអាព្រះនៅក្បែរខ្លួននេះអត់ដែរថ្វាយគុំមកទៅជិះយន្តហោះទៅរកព្រះបើយើងនិយាយតែលោកគ្រូហើយកណាចង់ដែរព្រះអង្គណាមុនសាយព្រះអង្គសាននាំពុទ្ធបរិស័ទទៅលោកគ្រូកណាចង់ទៅដែរនេះគឺចង់ទទួលស្គាល់ពុទ្ធស្ថានបើយើងនិយាយចេះទំនងបន្តិចចង់ស្គាល់កន្លែងព្រះអង្គប្រសូតព្រះអង្គត្រាស់ដឹងព្រះអង្គបរិនិព្វានទៅមើលតាក់តាំងពុទ្ធសាសនាវាមានពិតប្រកបដែរអត់ហើយចង់ទៅស្គាល់ស្រុកទេសគេផងវាអភិវឌ្ឍជឿនលឿនអាម៉េចខ្លះអីខ្លះក៏និយាយអញ្ចឹងវាត្រូវបើចង់ថ្វាយគុំព្រះព្រះនៅក្នុងខ្លួនយើងណាក្នុងចិត្តយើងហ្នឹងគ្រាន់តែភ្ញាក់ពីដេកសតិរលឹកពុទ្ធទាំងធម្មទាំងសង្ឃទាំងសរណង្កេឆាមិព្រះកើតឡើងក្នុងចិត្តយើងហើយបាត់តើនិយាយញោម
ប៉ាន់បលឹមឡើងដែរនឹកព្រះផងអ្នកខ្លះញាក់ពីដេកឡើងកេះឲ្យវាយកមកអញសពឃើញចាប់ក្រាមបងសេក40ផងក៏មិនដឹងចាក់40ម៉ោងដែរក៏ទីហោណាក៏ណាហើយទៅរកព្រះឯណាអត់ទេព្រះវានៅក្នុងចិត្តយើងហ្នឹងព្រោះឥឡូវយើងចូលរឿងចម្រើនបជននេះយើងវិញអត់ចប់ឥឡូវណាយាយហេវបបឥឡូវហ្នឹងតើយើងធ្វើបន់ចម្រើនបជនទៅវាចម្រើនអាយុអីអត់អាយុនឹងវាច្រាក់ចម្រើនឬមិនចម្រើនវាអាស្រ័យលើខ្លួនយើងមិនអាស្រ័យលើលោកឲ្យទេណាប៉ុន្តែសួរថាបន់យើងធ្វើហ្នឹងវាអត់ប្រយោជន៍តែអត់ទេវាមានផលដែលអាត្មាបញ្ជាក់មិនអញ្ចឹងថ្នាំដែលដុកទ័រឲ្យក៏មិនតែអត់ប្រយោជន៍ឬក៏មានប្រយោជន៍ទាំងអស់ដែរវាអាស្រ័យលើសុខភាពខ្លួនយើងហ្នឹងរួមផ្សំគ្នាផងជំងឺយើងហ្នឹងវារួមជាមួយនឹងថ្នាំហ្នឹងផងណាដាក់ទៅបើជំងឺយើងវាល្មមដាក់ទៅវិជាណាយ៉ាងណាមិញបើសិនបើកម្មហ្នឹងវាមិនតាន់កាប់ផ្ដាច់វាមិនតាន់ចាស់ខ្លាទេណាយើងធ្វើទៅក៏អាចដេញឧបទ្រពព្រោះបរិត្តៈហ្នឹងប្រែមកទៅរីរាំងអាចរៀបរៀងនៅបាបប្រគ្រោះឧបទ្រពចង្រៃកាលកណីខ្លះហ្នឹងឲ្យបវាជិះចេញឆ្ងាយទៅដោយសម័យពុទ្ធកាលអីព្រះសម្មាសម្ពុទ្ធក្រុងសាវត្ថីពេលមួយកើតអហិវាទរោគឆ្លងគ្នាស្លាប់ងស្អុយពេញក្រុងហ្នឹងអញ្ចឹងព្រះសម្មាសម្ពុទ្ធព្រះអង្គប្រើព្រះមហាមោគលានអេតតកៈខង្រិតរួមនឹងព្រះសរិបុត្រកាន់ទឹកម្នាក់មកបាទៅសម្ដែងបដិហាហោះវឹងលើស្ថាអាកាសហើយព្រះអង្គចាប់ដើមប្រោះណាមានបនិធានជាដើមលោកសោតបនិធានអីប្រោះទឹកពីលើហ្នឹងមកពីលើក្រុងសាវត្ថីហ្នឹងតាំងពីចុងក្រុងរហូតដល់ដើមក្រុងទៅវិញណាអាចដេញអហិវាទរោគហ្នឹងបើវាជិះចេញឆ្ងាយទៅបានបងណាព្រោះបរិត្តៈហ្នឹងអាចប្រែទៅរីរាំងដែរប៉ុន្តែអ្វីដែលអាត្មាចង់និយាយកុំឲ្យផ្ដោតអារម្មណ៍ទៅលើរឿងអីមកខាងណារួមផ្សំគ្នាបុណ្យកុសលក៏ត្រូវរួមផ្សំជាមួយនឹងខ្លួនយើងបច្ចុប្បន្ននេះដោយយើងចង់សុខចង់ចម្រើនចង់មានចង់បានកុំពឹងផ្អែកទៅលើតែបុណ្យកុសលត្រូវពឹងផ្អែកលើខ្លួនយើងរួមផ្សំគ្នាផងណានឹងអញ្ចឹងណាយាយស្រាប់តើណាអ្នកខ្លះចង់បានសុខចង់បានសេរីសួស្តីឡើងគេឋានថ្មីមកធ្លាប់ទៅសូត្រមន្តផ្ទះអាដាមអ្នកមកធ្លាប់និយាយយូរចាក់តាមទូទស្សន៍ទេយាយមិនដឹងបានស្ដាប់ទេអត់ដល់ទៅសូត្រមន្តគាត់ដាក់អាផ្កាដែលបាយសូត្រមុនហ្នឹងដឹងដាក់ស្អីខ្លះទេមានតាំងពីក្របស្ករមានតាំងពីផ្លែមានតាំងពីផ្លែមខុតមានតាំងពីផ្កាម្លិះមានតាំងពីផ្កាឈូកលាយចូលគ្នាមួយចានធំអញ្ចឹងអាជើងពៀនគេធំក៏ណាឲ្យដល់អាត្មាឃើញអញ្ចឹងឆ្ងល់ទៅទីក៏ប្លែកមែនដាក់ដល់ផ្លែមខុតបើផ្លែមានតែរៀបក្របទេអាក្របស្ករក៏ផ្លែមាននេះបើប៉ាន់មេដៃវាមិនសូវអីទេហើយផ្លែមខុតយាយនៅក្រោយនោះយាយលើកដៃផុតថ្ងៃនេះកូនឲ្យចោលមកវាឲ្យឆ្ងាយមកបានកណាខ្លះផងវាអត់សក់ផងមកផ្លែមខុតណាមិនទៅយាយណាហើយដល់ហើយមកសួរយាយអាយអាដាមមិនក៏ដាក់អីដល់ផ្លែមកខុតវាធំណាបើត្រឹមផ្លែមានអត់អីទេគាត់ថាលោកគ្រូហើយកណាចង់ដាក់នឹងជាតំណាងថាឲ្យព្រះអង្គបាចទៅប្រសិទ្ធិពរជ័យទៅធ្វើម៉េចឲ្យគ្រួសារកណាឡើងគេឋានថ្មីនឹងប្រពន្ធកណាគាត់ចេះតែរឿងណានេះគាត់ណាឲ្យស្រឡាញ់គ្នាផ្អែមតិចអីផ្អែមមុតដូចផ្លែមកខុតហ្នឹងឲ្យស្រឡាញ់គ្នាទៅណាល្អស្អិតល្មួតដូចផ្លែមានផ្លែអញ្ចឹងគាត់ថាផ្អែមមុតស្រឡាញ់គ្នាផ្អែមមុតដូចផ្លែមកខុតណាអាត្មាថាបើចង់ឲ្យផ្អែមមុតកុំបាចត្រឹមផ្លែមកខុតដាក់តរេនហ្មងទៅឯបងណាបាចទៅឲ្យផ្អែមឲ្យមុតទៀតណាព្រោះមិនមែននៅលើរឿងលោកបាចហ្នឹងឯណាមិនមែនប្រកែនៅលោកបាចហ្នឹងក៏ប្រកែនៅខ្លួនយើងដែរបើលោកបាចហើយយើងទៅរស់នៅជាមួយគ្នានោះអត់មានពាក្យសម្ដីផ្អែមល្ហែមដាក់គ្នាអត់មានភាពស្មោះត្រង់នឹងគ្នាអត់មានការគោរពឲ្យតម្លៃអត់មានភាពអធ្យាស្រ័យដល់គ្នានឹងគ្នាលោកបាចយ៉ាងម៉េចក៏អត់បានសេរីមែនទេយាយព្រោះនៅខ្លួនញោមហ្នឹងមិនប្រកែនៅលោកនេះណាគ្រាន់តែលោកនេះបានមកបញ្យលញោមទៅធ្វើម៉េចយើងដើរធ្វើម៉េចដែលត្រូវធ្វើម៉េចដែលវានាំចម្រើនធ្វើម៉េចវានាំវិនាសធ្វើម៉េចដែលនាំឲ្យបានសេចក្តីសុខធ្វើម៉េចវាមិនសូវបានសេចក្តីសុខលោកគ្រាន់តែបញ្យលញោមទេរឿងញោមណាបានសេចក្តីសុខឬមិនសេចក្តីសុខអាស្រ័យលើខ្លួនញោមអ្នកបដិបត្តិអនុវត្តខ្លួនញោមឧបមាប្រៀបហាក់បីលោកដូចជាលោកនេះដូចជាគ្រូណាញោមដូចជាសិស្សញោមទៅរៀនពីសាលាគ្រូគ្រាន់តែបង្ហាត់ទេថាកូនឯងត្រូវរៀនចេះត្រូវធ្វើខ្លួនចេះពេលដែលចេញទៅវិញកូនឯងចប់កូនឯងត្រូវធ្វើចេះនឹងជោគជ័យចេះចង្អុលបង្ហាញប៉ុន្តែបើកូនសិស្សនឹងមកវិញហើយបោះសភៅប្រោកក៏អត់បានអនុវត្តអត់បានធ្វើតាមក៏វាអត់ប្រយោជន៍ណានឹងចឹងណាញោមតើនេះយាយហ្នឹងហើយបងហ្នឹងណានឹងចឹងណាឥឡូវចម្រើនបច្ចុប្បន្នយើងហ្នឹងធ្វើម៉េចដើម្បីឲ្យចម្រើនអាយុណាហើយវាអាចបានឬមិនបានដោយថ្មបញ្ជាក់ខាងដើមណាហ្នឹងហើយ15នាទីហើយថែម5មីនិតទៀតចោះបាន20នាទីដើម្បីឲ្យចម្រើនអាយុអត់ពិបាកទេណារៀនធម៌ចម្រើនអាយុព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ប្រកាសសម្ដែងទៅធម៌នាំឲ្យចម្រើនអាយុមាន2ក៏មាន3ក៏មាន5ក៏មានណានឹងមាន2ហ្នឹងគឺណានៅត្រង់គុណធម៌មាន1នៅត្រង់គុណធម៌ណាមាន3គឺសីលវុទ្ធោគុណវុទ្ធោណាជាតិវុទ្ធោញោមចំណាំណាមាន1មានតែគុណធម៌នឹងមួយអាយុវែងបើមាន3ទី1គុណវុទ្ធោទី2ជាតិវុទ្ធោទី3ជាវ័យវុទ្ធោណានឹងមាន3ធម៌នាំអាយុវែងណាមាន1ក៏មាន3ក៏មាន5ក៏មានឯ5ហ្នឹងមានសប្បាយការីសប្បាយេមត្តជានេតិបរិណតពុជិកាលចារីព្រមចារីគេតថ្លៃដែរយាយតែចេញចឹងដឹងថាគេតថ្លៃណា
còn nó không toán trâu rồi tới dương đăng luôn dương có là đăng chẳng tặng khmei tặng cha này cái to cướp từ kia dây oi ta đăng luôn ta vì môn môi chữ kẹt dương mua mà lâu nên coi ta cái lang mong sắp thôi ta cái lang mong ngớ cu từ món là đăng cái to chữ kẹt mùi hơi to đấy nè hay áp lâu chiết lấy sam spi này đặt cướp là bao có khăm ban giờ đây có khăm ban bỏ nà ta bay có khăm ban bỏ mom nè và cái nè đò lâu này sai nhanh món đôi clown kia bon dương này bỏ sao là pi bỏ anh cái to tham anh môi tiết đó thấu tham anh môi tiết đó bỏ tham anh nhân tiết đó hãy đợt pet này dương này vì món mà mơ cho bà trai lâu này thêm pi về lơ tiết cái to này thấu môi tiết ạ cái nhé nè cái chuyện này mà lo ta sẽ đạp lứa nó hấn cái to thấu để chuyện môi tiết đợt pet cái to thấu thay vì mấy vậy to ban mà mốc vào toàn cho tê đợt thấu được bà cái vô nè nâng chân dương mơ tao dương luôn dương rồi ngay dương ai khla hơi nãy dương kết nè nè lâu dương ai khla dây khla cái chia nè lên lư dây khla mình nhà lâu chia đây sam sập pi nâng sợi nhanh mà nó so xa là lâu đôi lâu chia dương nè nó so là pi đi clown việc bon là nè tìm món sợi nhanh mới sợi đã trao vẽ mới trao vẽ đạo vĩnh đó lâu nên vẽ mới trao dùng bình theo tham men dây biết đã đôi sợi nè so là pi ấy nè chẳng như cô có bay kết đó nè nên kết luôn dương ta ai khla hay kia ai hơi chẳng dương miên tại sừng xóm bon của saoตีปังของซามาสดามหาไทยโลกไปเจ้าhàngดาวไม่นักเคยเรื่องปัตตกะสิทธิ์นั่นคือจีบอกกลได้ก่อนั่งเจียงเกยสมัยแปรก็เมียนอันนั้นสิทธิ์นี่ก็กระปูมหาจะเมื่อนะโยมรอบสิทธิ์ก่อนั่งขนมปุตศาสนาสมัยแปรอันนั้นสิทธิ์นี่ก็จวบเอตตะเกียได้เบยยืงกัดปีปอนดับผมเปลยืงเรานี่กิจจัดตกตะบอกกลต้องเจียบอกกลโจแหลกกันนะไปจีกินนะไอ้แกน้อยก็น่ะจังจะนอนนะว่าตอนมีนักกินนะนั่นตีก็ปัญจงยัยตาจะนอนน้องเวมีนั่นแหละกับนั่งน้องกูกับนั่งออกจามาหาแสนกับนั่งก็ให้สะไทยนะโยมอันนั้นสะไทยก็จังบานเปรี้ยโลกสำได้ทาตรงเวอล้อนั่งกรอบบอยยืงนี่เป็นเราจวบขนมจัดเกรอบรอยชนำรอบปอนชนำก็โดยอันนั้นสะไทยโยมมือเน็ตเวอหลอกกรอบพอหลักกรอบนั่งเกเรียนเกจองจำตั้งปีปอนชนำมนเราตัวเรานั่นก็กินเราได้ยอมมันยัยเรื่องกรอบนั่งhọ thom bị cả bà sợ lùi dây mà ha bà sẽ ca vì xa kha non là sẽ này anh na thắc bên đi cả sẽ thay nẹt vừa lò chẳng pi pon năm môn lò tôi không nhà lâu nít cái do một con cho mình dây ta quạt vừa lò che lò cho cột sập bạc dạng chiêng pi pon năm mấy còn nấu từ dương nắc khơi ta quạt cho mình lò cha này chẳng ban sầm đại chuồn na lô bị chẹt thà slap ở miền một rốt ở miền này nè nừng trong miền này từ dương slap tàu pi bay rồi năm còn nấu một dương nó đọt chóp không cào đuông chặt bọc kia kể nấu từ nắc khơi dương kể nấu từ xà lan dương kể nấu từ châu chặt dương nắc khơi một dương nắng nà khi này dây to khi kia từ sao to khi nà chân sầm khăn nè để dương cua qua bay nâu rồi riêng miền chỉ vật này không prăng sẵn xong cốt nó đầm lay này sẽ gây lọ p để dương slap tàu rọp rồi năm còn nấu từ kia nắc ở lắc bị một dương nè đôi nẹt cầm nanh chỉ non đang nẹt nè thưa bon chỉ non nắng dương do mà này dây là hốt tôi kia lâu đi chiêng pi pon năm hay nhiều mới pi pon pram rồi học sầm mùi năm mới dương lâu tên này dây một con nẹt vừa lọ thừa cọ nè nằng đôi tê của toát ấy nẹt vừa cọ niềng chanh cha biên nặng ca ấy nẹt vừa cọ nè pan chặt pa ấy nẹt vừa cọ nó dương thì dây là hốt tôi kia ngày nắng rọp pon năm mới dương ập plek một nằng chảo hay là hốt tôi rọp rồi năm tiệt mà sẽ cột tao lô cõi có tê bị một nẹt cọ nằng to tiệt là cọ nằng cái nhé nè mình thom mà đa tê chân dương cua qua bay ở chọp một lọ rồi chọp một cọ vậy nè chọp lọ này vậy nè chân prăng vừa lọ cột kia xong ăn một tờ ni nè lâu đi dây riêng dương càng đau để mà chẹm mấy nhỉ nè na cầm nanh trên kia sầm mày bẹt nè cầm nanh miên là non nó sẽ thay này muối nè cặp pu mà ha cầm nanh nhá sẽ thay nè chọp tôi là lâu nâng có họ apot tất cả sẽ thay để bà con cha lơ lao mấy này còn mà ha sen cầm nanh đây apot tất cả sẽ thay nè nè dây bẹt apot tất cả sẽ thay nắng cà bị chiết muối có còn ở đây vừa bón này cột chiết bỏ phần miên để chiết muối nó còn đặt bài khả năng mà đồng phải lầm lao bao này nó khơi bẹt phải chơi cả bốt cao chặt chặt lá vừa từ ca lấy ngày nó từ mưa không chỉ cái ăn nó khơi bài khả năng mà đồng bỏ do bài khả năng mà đồng nó cho ta đặt ba lốt khơi lốt bao ban nó đặt bài khả năng nó đo nó ba lốt hái ngày rẹt vì cao nó chăng bài khả năng nó mưa tao bài play còn ao thật mới được toàn không lăn ống trong lục đầy bài khả năng nó do mà tục quạt hộp luôn còn vậy nếu còn nắng đó còn nắng nhúc nè bài khả năng mà đồng sát trong lược do bị ba lốt do mà vĩnh nè nằng óc cha này cầm nanh nhá nè hay bao dương thưa tao hai ọt miên sẽ đây chẹt la tên nâu từ sai sẵn nó hỏi chắc đôi của con chặt chẹt mình chăng việc ban a thì xong tại ọt miên Paulក្នុងការviệc ban Paul tại ọt a thì xongក្នុងការប្រើណា Paul ដែលយើងដាក់ទៅបានណាតែ a thì xongក្នុងការប្រើរបស់នឹងអត់បានទេណាព្រះពុទ្ធសាសនាសំដីច្បាស់ចឹងបើមានពេលវេលាវែងបើយើងសិក្សាលក្ខណៈសិក្សាធម៌អីមកនឹងបកស្រាយឲ្យល្អិតញាតិញោមយល់ច្បាស់
កូនគេធ្វើវិឡាឲ្យហើយនៅវិឡាបានទេអ្នកខ្លះត្រូវទៅនៅខ្ទមផ្ទះធំចេះនៅទេកូនគេទិញអាសពុតថ្មីកាត់អាខោថ្មីស្បែកជើងថ្មីឲ្យហើយពាក់ឲ្យអត់ហ៊ានចេញក្រៅផ្ទះទេអញមើលដូចអៀនណាអញពាក់ដូចមិនសមសក់ដោះអាថ្មីចុះពាក់សពុតប៉ះវិញតើណាអ្នកខ្លះចឹងក៏ហ្នឹងហើយណាពូកគេធ្វើឲ្យអត់ចេះសម្រានពូកទេតើឡានៀបបានដេកស្រួលប៉អាហ្នឹងចឹងណាអាហ្នឹងផលវាបានប៉ុន្តែអានិសង្ឃក្នុងការប្រើរបស់ហ្នឹងអត់បានប៉ញោមមើលណាអ្នកខ្លះកូនគេខំប្រឹងសម្រិតសម្រាំងទិញអារបស់ឆ្ងាញ់ឆ្ងាញ់ថ្លៃថ្លៃរាប់រយដុល្លារពីពេញទៅខំប្រឹងជិះឡានពីពេញទៅដល់ខែមន់សន្តរដូវយកទៅឲ្យឪស្រាប់ឲ្យមើលអាហ្នឹងទៅអូកូនហើយអញទៅពេទ្យខែមុនគេថាអត់ឲ្យអញស៊ីអាហ្នឹងទេអញទឹកនោមផ្អែមក៏អត់ទៀតប៉ណាអាហ្នឹងផលវាបានមកហើយតែអានិសង្ឃប្រើរបស់ហ្នឹងវាអត់បានតើទេចាក៏នឹងអាហ្នឹងចឹងក៏ណាចឹងយើងគប្បីគិតឲ្យទៅយើងធ្វើបន់ទៅឲ្យមានសេចក្តីជ្រះថ្លាដល់ទៅពេលយើងកើតសេចក្តីជ្រះថ្លាផលក៏បានអានិសង្ឃក្នុងការប្រើរបស់ហ្នឹងក៏បានតែបើយើងឲ្យទៅហើយយើងស្ដាយបានតែផលតែអានិសង្ឃក្នុងការប្រើរបស់ហ្នឹងវាអត់បានប្រើអត់កើតក៏ហ្នឹងចឹងណាអញ្ចឹងយើងខំសន្សំសេចក្តីល្អគ្រប់គ្នាអញ្ចឹងហេតុនាំអាយុវែងបង្រួមមកវិញរកកន្លែងចប់ហេតុទី1ណាមានតែគុណធម៌នាំអាយុវែងហើយបើមនុស្សយើងដកតែគុណធម៌ចេញអាយុអត់វែងទេញោមក៏ណាញោមមើលរាល់ថ្ងៃនេះណាសក់សហែសក់ខ្មៅដោយសារអីដោយសារសក់ខ្មៅនេះអត់សូវមានគុណធម៌ទេញោមផាក់ស៊ីស្រីញីអូនបងឆ្លុះទាស់តែងខ្វាយកំណត់កាប់ចាក់គ្នាស្លាប់ក៏បើអត់មានអាណាមកកាប់វាទេបើកម៉ូតូបំបុកគល់ឈើងាប់តែវាទៅក៏មានឃើញទេខ្វះគុណធម៌បងហើយបើយើងចាស់នេះយើងចាស់បងបើយាយចាស់នេះបងតាចាស់នេះបងណាហ្នឹងបើវាចាស់ហើយវាពាក់កណ្ដាលជីវិតតែចូល34 35អត់មានក្មេងទេបងពាក់កណ្ដាលហើយតែ70ទេឥឡូវនេះអ្នករស់តាមពុទ្ធសាសនាយើងគិតពីអាយុកាលពុទ្ធសាសនាមនុស្សឥឡូវអាយុបានតែ70ឆ្នាំប្រហែលថ្ងៃទេនេះបងណាបើយើងគិតតាមអាយុកាលពុទ្ធសាសនាក៏អញ្ចឹង35ពាក់កណ្ដាលហ្នឹងមានន័យថាពាក់កណ្ដាលជីវិតហើយអញ្ចឹងយើងដឹងក៏ដកតែគុណធម៌មួយចេញគឺអត់ចម្រើនអាយុទេធ្វើអ្វីក៏អត់ចម្រើនអញ្ចឹងត្រូវឲ្យមានគុណធម៌បើចង់អាយុវែងហ្នឹងធម៌ទី1នាំអាយុវែងមិនបានបញ្ជាក់វារីសង្គីជាសក្តិទេញោមយល់ដល់តែហេតុ3យ៉ាងនាំអាយុវែងទី1គុណវុទ្ធោគុណធម៌នឹងដដែលមានស្ទៀនមានសិលមានភាវនាមានសក្តិល្អក្នុងខ្លួនទី2សីលវុទ្ធោបានតែសារសិលណាសិល5ក៏ដោយសិល8ក៏ដោយសិល10ក៏ដោយញោមចំណាំមើលមនុស្សឲ្យតែមានសិលក្នុងខ្លួនមិនត្រឹមតែបានសេចក្តីសុខបច្ចុប្បន្ននេះទេអ្វីក៏ចម្រើនគ្រប់សពបែបយ៉ាងទាំងអស់សុភមង្គលក្នុងក្រុមគ្រួសារនឹងក៏ចម្រើនការគោរពប្រតិបត្តិឲ្យតម្លៃគ្នានឹងក៏មានញាតិមិត្តចិត្តខាងនឹងក៏គេស្រឡាញ់គេចូលគេចិត្តសំបីតែសត្វតិរិឆានដែលរស់នៅជាមួយគ្រួសារដែលមានសិលនឹងក៏សុខដែរបងឆ្កែឆ្មាដែលនៅក្នុងផ្ទះអ្នកមានសិលសុខម៉ាមិនដែលឃើញទៅណាចិញ្ចឹមគ្នាឲ្យអាលកគ្នាហូបទេអ្នកមានសិលបងប៉ិនបើអ្នកអត់សិលទេចិញ្ចឹមគ្រាន់តែធំខ្លែងស្រាបាត់មែនទេណាវាចង្រៃដល់សាតងាប់ដល់គ្នានេះរស់នៅមិនសក់ទៅទៀតអញ្ចឹងបានអាត្មាចេះបញ្ជាក់អ្នកខ្លះគេថាខែមន់សន្តរដូវបងអាត្មាថាមិនមែនខែមន់សន្តរដូវទេខែអាដូវអាសន្នមន់បងណាហ្នឹងហើយយាយគិតមើលបងគេថាខែមន់សន្តរដូវបាទអាត្មាត្រឡប់មកវិញមិនមែនខែមន់សន្តរដូវទេខែអាដូវអាសន្នមន់បងវាកុនមន់ណាបងឲ្យតែខែអាដូវម្ដងងាប់តែគ្នានេះជ្រូកឲ្យមន់ទីណាបងណាអញ្ចឹងអ្នកអត់សិលអត់សុខទេអត់សុខដល់សត្វតិរិឆានទៀតញោមចំណាំមើលប៉ុណ្ណេះកុំឲ្យលោកចេះថាឧទាហរណ៍ឯកឧត្តមលោកជំទាវណាដែលអាសាអញ្ជើញចាស់ស្លៀកពាក់សចូលផ្ទះគាត់ទៅវិសាភោជនាហាគាត់ជូនបាយទឹកនំចំណីសម្លៀកបំពាក់លុយកាក់ប្រាក់ការអាសានិមន្តប្រសងចូលក្នុងផ្ទះគាត់មកចំណាំមើលផ្ទះហ្នឹងចូលទៅដល់ឲ្យតែឃើញអាសត្វនៅក្នុងផ្ទះហ្នឹងដូចឆ្កែដូចឆ្មាគ្រាន់តែឃើញយាយជីមកស្លៀកពាក់សដល់ចូលមកអនុរត់មករ៉េមកលិតជើងយាយជីបាត់បងណាវាស្វាគមន៍ណាវាស្គាល់ព្រោះមករាល់ថ្ងៃរាល់ពេលរាល់វេលាបងប៉ិនបើផ្ទះណាដែលអត់ដែលមុនលោកអញ្ជើញចាស់ស្លៀកពាក់សទៅសោះគ្រាន់តែលោកចុះពីលើឡានអានោះរត់ដេញពីចម្ងាយមកបងណាវាអាក្រក់ដល់សត្វទៅទៀតណាញោមបងណាអញ្ចឹងយើងពិចារណាប៉ុណ្ណេះយើងដឹងថាអ្នកមានសិលមានគុណធម៌នាំមកយើងបានសេចក្តីសុខកាយសុខចិត្តណាចម្រើនធនធានទ្រព្យសម្បត្តិចម្រើនកេរ្តិ៍ឈ្មោះកិត្តិយសញាតិមិត្តចិត្តខាងក៏គេស្រឡាញ់គេអាណិតគេចូលចិត្តគេរាប់អានគេចង់នៅក្បែរណាហើយបើយើងអត់មានគុណធម៌អត់មានសីលធម៌អត់មានទានមានសិលក្នុងខ្លួនទេអត់មានធម៌ទេណាសម្ដីក៏អាក្រក់កាយក៏ក៏តមគេអត់ចង់នៅក្បែរទេអាហ្នឹងអញ្ចឹងណាយាយបងអញ្ចឹងចង់អាយុវែងទី1មានគុណធម៌ទី2មានសិលទី3វៃវុទ្ធោ
កាលណាយើងចេះគោរពបុគ្គលដែលមានវ័យចាស់ជាងយើងគោរពទាំងកាយគោរពទាំងវាចាគោរពទាំងចិត្តចេះអោនលំទោនបុគ្គលដែលមានវ័យចាស់ជាងយើងគោរពម្ដាយគោរពឪពុកគោរពរៀនច្បងគោរពគ្រូបាអាចារ្យទៅណាមកណាចេះអោនចេះលំទោននាំឲ្យយើងបានអាយុវែងដែរដោយសារអ្នកទាំងនោះគេស្រឡាញ់យើងគេចូលចិត្តយើងគេថែរក្សាយើងទៅណាមកណាឧទាហរណ៍មានគ្រោះថ្នាក់ចរាចរណ៍ស្រាប់អត់យាយហ្នឹងគាត់ក៏លេចមកអូឲ្យវាអាចៅហ្នឹងល្អណាស់ណាយើងណានៅក្បែរផ្ទះយើងនេះកូនមីក្អឿនលាច់ផ្ទះយើងឧទាហរណ៍នឹងមានក្អឿននៅនេះអត់ទេបងណាឧទាហរណ៍បងកូនមីក្អឿនលាច់ផ្ទះយើងណាអាចៅហ្នឹងល្អណាស់ព្រោះចេះគោរពចាស់ទុំចេះអោនចេះលំទោនដឹងខុសដឹងត្រូវឥឡូវគ្នាគ្រោះថ្នាក់ចរាចរណ៍យើងនាំគ្នាលើកដាក់យកទៅពេទ្យបាត់បងប៉ិនបើសិនជាអាហ្នឹងវាអត់ចេះគោរពចាស់ទុំទេមានសក្តិអាក្រក់ក៏អើតក៏តមអត់ស្គាល់ម៉ែស្គាល់ឪស្គាល់ចាស់ស្គាល់ទុំទេឃើញគ្រោះថ្នាក់តាមផ្លូវអីនៅទៅតអើតមើលទៅអូអាតវល់កាច់ហ្នឹងឯតាបើឲ្យងាប់ចុះបងណាហ្នឹងឃើញហើយយាយញោមអាត្មាថាតាមគេខឹងទេបងហ្នឹងដល់វាស្អប់មែនតើអញ្ចឹងបងណាឧទាហរណ៍ដូចម្នាក់ក្មេងម្នាក់វាជិះម៉ូតូប្រែនចុះប្រែនឡើងប្រែនចុះប្រែនឡើងរាល់ថ្ងៃយាយនឹងគាត់អញរត់តែពេលដេកមិនបានសម្លង់តែវានឹងម៉ូតូដោះកំពង់ស៊ីម៉ាំងចេញអស់បើកចុះឡើងអាពេលស៊ីបាយហើយគេសម្រាប់អាលងើបទៅធ្វើការពុំអោយគេដេកម៉ោង2ម៉ោង1យប់មកផឹកស៊ីស្រីញីអូនអស់បងមកបោកចានបោកឆ្នាំងផ្អើលដល់គេដល់ឯងណាជិះម៉ូតូប្រែនចុះប្រែនឡើងរកគេដេកពួនបានដល់ថ្ងៃមួយប្រែនមកបុកអាបកគោលបងមកផ្ទះគាត់នឹងដួលបាក់ថ្មិញទៅយាយលើកដៃនៅលើផ្ទះនេះផុតថ្ងៃសាធុម្នាក់ឲ្យងាប់ទៅចោអូហ្នឹងឃើញទេចឹងបើអត់មានគុណធម៌អត់មានសេចក្តីល្អអាយុអត់វែងទេអូណាតតែចេះគោរពចាស់ព្រឹទ្ធាចារ្យមានសេចក្តីល្អក្នុងខ្លួនអាយុវែងចឹងហេតុនាំអាយុវែង3យ៉ាងមាន3នឹងទៀតមិនបានបកស្រាយវែងទេហើយហេតុនាំអាយុវែង5យ៉ាងទុកថ្ងៃក្រោយណាបើទេថ្ងៃហ្នឹងអស់ថ្ងៃក្រោយយាយលែងមុនណាបងអញ្ចឹងថ្ងៃក្រោយចាំទេទៀតប៉ុណ្ណឹងចុះចាំជួបគ្នាថ្ងៃក្រោយសូមបានបុណ្យបានសល់តាមបរិស័យជ្រះថ្លារៀងខ្លួនសូមអនុមោទនាសាធុញាតិញោមស្ដាប់បានទេយល់ចូលចិត្តទេយល់ចូលចិត្តបរុសទេដោយកង្ហាលវិលដាក់លេខ3អញ្ចឹងខ្ញុំហ៎ហ្នឹងហើយវិលយកមកតែមិនប្រឹងស្ដាប់អត់តាន់បើអញ្ចឹងតើប្រឹងផ្ទៀងមែនតែគុណភក្តីដាក់ហើយទៅឲ្យញាតិញោមតាអង្គុយក្តៅហើយទៅឲ្យវិលយកហ្មងបើអញ្ចឹងប្រគុណម្ចាស់បានលើកឡើងហើយអំពីអាយុវែងនេះវាមានហេតុដែលនាំឲ្យអាយុវែងដល់បរមគ្រូព្រះពុទ្ធជាបរមគ្រូជាម្ចាស់នៃយើងព្រះអង្គអត់សរសើរត្រឹមតែអាយុវែងទេញាតិញោមអាយុវែងមែនប៉ុន្តែបើវែងតែអាយុព្រះអង្គថារស់នៅ100ឆ្នាំចាញ់បុគ្គលដែលរស់នៅត្រឹមតែ1ថ្ងៃហើយមានគុណធម៌មែនទេញាតិញោមរស់នៅមកមានអាយុឥឡូវហ្នឹង20ឆ្នាំ30 40ឆ្នាំហើយចង់រស់នៅដល់100ឆ្នាំប៉ុន្តែជាបុគ្គលគេហៅថារស់នៅដើម្បីធ្ងន់ដល់ផែនដីញោមហ៎បើរស់នៅដើម្បីបង្ហិនជាតិបង្ហិនសាសនារស់នៅតែបំផ្លាញមនុស្សជុំវិញខ្លួនយើងព្រះអង្គសម្ដែងថាមិនបាច់រស់នៅវាអត់មានប្រយោជន៍អីញាតិញោមបើវាអត់មានខ្លឹមសារណាអាយុវែងមែនប៉ុន្តែវែងយើងអាយុយើងនឹងវាធ្វើបាបតែមនុស្សធ្វើបាបសត្វធ្វើអន្តរាយដល់មនុស្សម្នាផងគ្នាអត់ចម្រុងចម្រើនរុងរឿងស្រុកភូមិនិគមជនបទអាហ្នឹងគឺអត់មានប្រយោជន៍ខ្លឹមសារទេក្រោយពីស្លាប់ទៅញាតិញោមមាននរុណាជាទីនៅរបស់បុគ្គលដែលមានអាយុវែងហើយមិនធ្វើសេចក្តីល្អផ្ទុយទៅវិញបើសិនណាជាញាតិញោមមានអាយុវែងហើយមានគុណធម៌ក្នុងខ្លួនទៀតនេះគឺព្រះបរមគ្រូព្រះអង្គសរសើរណាស់អញ្ចឹងយើងមានអាយុវែងដើម្បីអីមានអាយុវែងដើម្បីធ្វើបាបឬក៏ចង់បានអាយុវែងដើម្បីធ្វើសេចក្តីល្អណែបើមានអាយុវែងដើម្បីធ្វើសេចក្តីល្អឲ្យវែងចោះគេសប្បាយឲ្យញាតិញោមរស់នៅតទៅទៀតបើដឹងថាអ្នកនឹងជាអ្នកមានគុណធម៌រស់នៅចិត្តផ្ទះយើងនឹងមានជាមនុស្សល្អអញ្ចឹងអត់ចង់ឲ្យស្លាប់ទេញោមហ៎ចង់ឲ្យតែអាយុនឹងវែងតទៅទៀតរួចដល់អញ្ចឹងមើលឃើញអ្នកល្អហ្នឹងមិនក៏ឆាប់ស្លាប់ទេគាត់ហ្នឹងណាឆាប់ស្លាប់ឯងមិននៅអាយុបន្តិចទៅស្ដាយឃើញទេព្រោះអីព្រោះគាត់នឹងធ្វើសេចក្តីល្អប៉ុណ្ណាអញ្ចឹងអាយុនេះអាចរស់នៅឲ្យបានយឺនយូរវែងអត់ឡាយទៅបានវាមានហេតុបច្ច័យរបស់ធម៌ដោយប្រគុណម្ចាស់លើកឡើងហើយតលតែយើងសាងពូជអាយុវែងពូជអាយុវែងពូជអីគេពូជមិនសម្លាប់សត្វញាតិញោមពូជជាអ្នកមានសិល5សិល8ជាដើមជាពិសេសសិល5ហ្នឹងបើមានសិល5តាំងពីពេលហ្នឹងតទៅគ្រប់ជាតិមកមានអាយុវែងហើយញោមបើជាអ្នកមានគុណវុទ្ធោមានគុណធម៌ក្នុងខ្លួន
ប៉ុន្តែសេចក្តីល្អផ្សេងប៉ុន្តែមានច្រើនទៀតដោយប្រគុណវិចារថាឲ្យស្គាល់ការស្គាល់ពេលវេលាតាំងពីហូបចុកអីហ្នឹងសពគ្រប់បែបប្រការណារបស់ណាមានជាតិគីមីច្រើនអីញោមកំហូបរបស់ហ្នឹងល្អមែនប៉ុន្តែវាជាតិគីមីដល់ញាតិញោមចូលចិត្តទៅទិញអាណារបស់ណាសាឡូនដែលហ្នឹងជាតិគីមីច្រើនហូបទៅមានអីតបៅកាពះពុះវៀនអស់នឹងអត់មានអាយុវែងទេញោមប៉ុន្តែបើអញ្ចឹងហូបចុកអីហ្នឹងក៏ត្រូវមើលមុខមើលក្រោយឲ្យសពថ្ងៃវាសបោជាតិគីមីផងស្អីក៏គីមីអញ្ចឹងទៅភ័យញោមហ៎មើលតែអាណាល្អមកប្រយ័ត្នទេញោមបើហ្នឹងសាឡូនអត់ស្រួលទេមិនដឹងជាជាតិអីខ្លះនៅហ្នឹងបើនឹងណាហូបចុកសពគ្រប់បែបប្រការលេងសបាយអីទាំងអស់ហ្នឹងឲ្យសមល្មមចឹងទៅធ្វើឲ្យញាតិញោមពុទ្ធបរិស័ទមានអាយុវែងប៉ុណ្ណាណាហើយអំណាចនៃការគោរពចំពោះបរតនត្រ័យប៉ុណ្ណាគោរពចាស់ព្រឹទ្ធាចារ្យហ្នឹងក៏ជាហេតុដែលមានឲ្យអាយុវែងបើធ្វើបុណ្យការចម្រើននៅព្រះបរិត្តអីជាដើមហ្នឹងគឺអាចការពារបញ្ជះនៅបាបប្រគ្រោះចង្រៃផ្សេងដែលវាមកបៀតបៀននៅអាយុជីវិតសង្ខារយើងបានខ្លះប៉ុន្តែមិនទាំងអស់ទេញាតិញោមណាបើបានតែខ្លះទេមិនទាំងអស់ទេអញ្ចឹងថ្ងៃនេះកូនចៅប្រុសស្រីទាំងអស់គ្នាធ្វើបុណ្យចម្រើនបច្ចុប្បន្នផងបុណ្យបច្ច័យ4ផងជូនដល់លោកឧបាសកណាព្រំខួននិងឧបាសិកាទេពទេសសាគិនព្រមទាំងឧបាសិកាយួនណៃស្រៀងណាទាំង3រូបនេះកូនចៅប្រុសស្រីទាំងអស់គ្នាបានធ្វើបុណ្យហើយនឹងបានថ្វាយបង្គំហើយលើកបុណ្យកុសលជូនអ្នកទាំង3ហ្នឹងឲ្យមានប្រជាជនមានយូរមានសុខភាពល្អដើម្បីនៅជាមនុស្សដ៏ត្រជាក់កូនចៅប្រុសស្រីនឹងបានបំពេញសេចក្តីល្អតទៅមុខទៀតការសម្ដែងពធទេសនារបស់ខ្ញុំបកណាអាត្មាភាពទាំងពីរព្រះអង្គក៏ប៉ុណ្ណឹងចោះប៉ុណ្ណេះនឹងបញ្ចប់ប៉ុន្តែមុននឹងបញ្ចប់សូមខន្តីអភ័យទោសបើមានការខុសឆ្គងឆ្គងដោយប្រការណានីមួយញាតិញោមប៉ុណ្ណាមកផ្នែកទៀតសូមលើកបុណ្យកុសលជូនដល់ពុទ្ធបរិស័ទជូនដល់ឯកឧត្តមលោកជំទាវលោកប្រុសលោកស្រីជាពិសេសអិសរាធិបតីសម័យដើមទានប្រធានដើមបុណ្យទាំង5ក្រុមគ្រួសារទាំងអស់ហ្នឹងសូមឲ្យបានប្រកបប្រកបជួបប្រទះពរព្រះទាំងឡាយ4ប្រការអាយុវណ្ណៈសុខៈពលៈព្រមទាំងសម្បត្តិ3មនុស្សទេវតាព្រះនិព្វានញោមញាតពុទ្ធបរិស័ទបណ្ណាសម្បត្តិណាពើណាបានសម្រេចដោយសេចក្តីប្រាថ្នាកើតជាតិណាកើតជាមនុស្សជាទេវតាបានហើយញោមណាកុំទៅអបាយភូមិឲ្យបានមកជាមនុស្សហើយជាអ្នកមានទ្រព្យសម្បត្តិញោមណាកុំឲ្យក្រលំបាកមានទ្រព្យសម្បត្តិហើយមានបញ្ញាមានសមាធិមានសទ្ធាធ្វើបុណ្យធ្វើទានតទៅរហូតរួចចាក់ទុកសូមអនុមោទនាការសម្ដែងធម៌សន្មតទៅចប់តែប៉ុណ្ណេះឯងអេវ៉ាំងសាធុ